នេះគឺជារបៀបដែលអ្នកទាំងអស់គ្នាទទួលបាននៅ Gemini Pro License រយៈពេល15ខែដែលគិតថ្លៃអ្នកអាចមើលទៅលើម៉ាករបស់ខ្ញុំបានអូខេកន្លែងនេះគឺខ្ញុំបាន upgrade ទៅជា Pro ហើយកន្លែង Gemini នេះយើងអាចប្រើបាន3 option បើសិនជាយើងអត់ upgrade ទេកន្លែងហ្នឹងយើងប្រើបានតែ2 option ទេអូខេអញ្ចឹងជំហានបន្ទាប់ដើម្បីចូលទៅធ្វើខ្ញុំចូលទៅកាន់ Chrome មួយអញ្ចឹង Chrome នេះមានពាក្យថា upgrade មានន័យថាវាអត់បានធ្វើទេអូខេអត់បាន upgrade ទេហើយកន្លែង Gemini នេះយើងបានប្រើបានតែ2ទេអាក្រោមយើងប្រើអត់បានទេវាត្រូវការ upgradeចឹងដើម្បីធ្វើអត់មានអីពិបាកទេយើងគ្រាន់តែត្រូវការ VPN មួយមកហើយ VPN ហ្នឹង free ទេហើយវាអត់សាមញ្ញច្រើនទេអូខេដើម្បីធ្វើខ្ញុំត្រូវការ VPN មួយខ្ញុំបើក tab ថ្មីមកខ្ញុំ search ថា VPN for Chrome extension ចឹងយើងយកលើហ្នឹងមកអូខេហើយយើងចុចពាក្យថា add to Chrome add extension យើងចាំបន្តិចមកចាំវា install ឲ្យអូខេតែខ្ញុំបិទវាអូខេខ្ញុំបិទសិនខ្ញុំបិទមួយទៀតខ្ញុំចុចអាកន្លែងហ្នឹងមកហើយចុចពី pin មកហើយបើក VPN ហ្នឹងមកអូខេ and then អូខេចុចពី continue start ចឹងអាកន្លែងនេះត្រូវដូរប្រទេសណាដូរមកកាន់ USA បានអាច connect បានចឹងតប្រទេស USA បាន support អូខេចុច turn on មកដើម្បី connect ទៅកាន់ USA អូខេខ្ញុំ connect បានជោគជ័យហើយចឹងខ្ញុំត្រូវប្រកាសថាការ connect នេះជោគជ័យឬមិនជោគជ័យខ្ញុំចូលទៅកាន់ website មួយទៀតដែលមានឈ្មោះថា whoor.net ដើម្បី check មើល IP ហ្នឹងទៅកាន់ USA ឬនៅអូខេចឹង IP ហ្នឹងចូលទៅកាន់ USA ហើយអ្នកឃើញអត់អូខេចឹងដើម្បីធ្វើវាមានពីររបៀបយើងអាចចុច upgrade កន្លែងហ្នឹងក៏បានឬវាមាន link អូខេខ្ញុំមាន link មួយអាចថា link ហ្នឹង enter ទៅក៏បានដែរអូខេចឹងយើងមានពីរហ្នឹងយើងប្រើជា link ក៏បានប្រើជាកន្លែង upgrade ហ្នឹងក៏បាន recommend ទៅកាន់អ្នកអាចប្រើ link ហ្នឹងទៅអូខេបន្ទាប់មកយើង enter អូខេ get student offer មកចុចពាក្យលើហ្នឹងមកហើយយើងចាំតិចមកវានឹងបាន automatically តែម្ដងអូខេនេះឃើញអត់ចឹងវាចេញពាក្យថា Pro មកហើយចឹងយើងអាចប្រើបានហើយកន្លែងនេះយើងក៏អាចប្រើបានដូចគ្នាដែរ